បាទជាដំបូងខ្ញុំបាទផលីគឺសូមអនុញ្ញាតគោរពនិងជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិត្តយុវវ័យអ្នកតាមដាននិងអ្នកគ្រប់គ្រងទៅលើ Channel ខ្ញុំបាទផលីខ្មែរទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទក៏បានរៀបចំនៅតម្រុយឆ្នោតវៀតណាមដែលពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីនិយមហៅថាឆ្នោតយួនជូនពុកម៉ែបងប្អូនយកទៅធ្វើការចាក់ផ្សងសម្រាងរួចរាល់ហើយបាទមុននឹងឈានដល់ការហៅតម្រុយពុកម៉ែបងប្អូនកុំភ្លេចជួយចុច Like Share បន្តហើយនិង Subscribe ឬក៏ចុចពាក្យថាជាវម្នាក់មួយដើម្បីទទួលបានរាល់វីដេអូថ្មីៗជាបន្តទៀតបាទអញ្ចឹងមុននឹងឈានដល់ការហៅតម្រុយក្នុងថ្ងៃទី19ខ្ញុំបាទក៏សូមធ្វើការប្រៀបធៀបកាលពីម្សិលមិញជូនពុកម៉ែបងប្អូនជាមុនសិនបាទបើសិនជាចូលខ្ញុំថាចូលបើសិនជាអត់ចូលខ្ញុំថាអត់ចូលទេសម្រាប់ការឲ្យតម្រុយឬក៏ការប្រៀបធៀបរបស់ខ្ញុំបាទអញ្ចឹងអាស្រ័យលើពុកម៉ែបងប្អូនអ្នកតាមដានទាំងអស់គ្នាបាទចូលឬក៏មិនចូលបាទអញ្ចឹងសម្រាប់ម៉ោង 4:30 នាទីពុកម៉ែបងប្អូនគឺយើងចូលអូសខ្ទង់7និងលេខបុកចំគឺយើងចូល73ពុកម៉ែបងប្អូនបាទអា3លេខគឺអត់ចូលទេពុកម៉ែបងប្អូនបាទអា3លេខគឺស៊ីលើស៊ីក្រោមបាទសម្រាប់ម៉ោង 6:30 នាទីគឺយើងចូលអូសខ្ទង់9ហើយនឹងបុកចំប៉ុសសេ51ពុកម៉ែបងប្អូនបាទហេងមែនទែនសម្រាប់ពុកម៉ែដែលបានជ្រើសរើសតម្រុយខ្ញុំបាទយកទៅធ្វើការចាក់ផ្សងសំណាងបាទអញ្ចឹងខ្ញុំបាទក៏សូមបញ្ចប់នៃការប្រៀបធៀបតែប៉ុណ្ណឹងដើម្បីងាយស្រួលខ្ញុំបាទក៏សូមធ្វើការបង្វែរអារម្មណ៍ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីមិត្តយុវវ័យតាមដាននឹងអ្នកគ្រប់គ្រងទាញបិចនឹងសិភើមកដើម្បីធ្វើការកត់យកលេខក្នុងថ្ងៃទី19ខែ1យកទៅធ្វើការចាក់សងសំណាងទាំងអស់គ្នាបាទក្នុងថ្ងៃនេះគឺយើងមានខ្ទង់5ហើយនិងខ្ទង់8សម្រាប់លេខអូសខ្ទង់បាទឯប៉ុសវិញគឺយើងលេងប៉ុស A B C និង D បាទហើយសម្រាប់លេខតូចឬក៏2លេខពុកម៉ែបងប្អូនបាទ2លេខគឺយើងមាន53ហើយនិង56ពុកម៉ែបងប្អូនបាទឯខ្ទង់8គឺយើងមាន83និង89បាទហើយគ្រាប់ចុងក្រោយគឺខ្ញុំបានដាក់17បាទសម្រាប់3លេខឬក៏លេខធំពុកម៉ែបងប្អូនគឺយើងមាន589 189និង889បាទឯប៉ុសវិញគឺខ្ញុំបាទផលីខ្មែរមិនបានធ្វើការបញ្ជាក់ជូនពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីទេគឺយើងលេងប៉ុស A B C និង D សម្រាប់តម្រុយនៅលើ Channel YouTube របស់ខ្ញុំបាទផលីខ្មែរបាទអញ្ចឹងសម្រាប់ការហៅលេខឬក៏ហៅតម្រុយជូនពុកម៉ែបងប្អូនគឺមានតែប៉ុណ្ណឹងបាទបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីដែលជឿជាក់ចង់បានលេខតិចលេខស្រួលលេងបញ្ជាក់ប៉ុសលេខអូសខ្ទង់គឺយើងបញ្ជាក់ខ្ទង់ជូនមកខ្ទង់បញ្ជាក់ប៉ុសជូនពុកម៉ែបងប្អូនអាចតំណតំណងតាមរយៈលេខទូរស័ព្ទឬក៏អាចតំណតំណងតាមរយៈ Telegram ដែលខ្ញុំបានដាក់ជូននៅដើមវីដេអូហើយពុកម៉ែបងប្អូនអាចឆាតចូល Facebook របស់ខ្ញុំបាទផលីខ្មែរបាទដើម្បីធ្វើការប្រឹក្សាបន្ថែមទាក់ទងទៅនឹងការលេងបាទអញ្ចឹងខ្ញុំបាទក៏សូមបញ្ចប់តែប៉ុណ្ណឹងជាចុងក្រោយនៃវីដេអូខ្ញុំបាទផលីខ្មែរក៏មានតែពាក្យអរគុណដល់ពុកម៉ែបងប្អូនលោកយាយលោកតាអ៊ំប្រុសអ៊ំស្រីដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដាននៃការឲ្យតម្រុយរបស់ខ្ញុំបាទផលីខ្មែរកន្លងមកបាទបញ្ជាក់ម្ដងទៀតបើសិនជាពុកម៉ែបងប្អូនចង់តាមដានបន្ថែមពុកម៉ែបងប្អូនកុំភ្លេចជួយជាវឬក៏ Subscribe ទៅលើ Channel របស់ខ្ញុំបាទនិងដាក់រូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានរាល់វីដេអូថ្មីបាទខ្ញុំបាទក៏សូមតែអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ